អូយមនុស្សច្រើនណាស់បងប្អូនអើយថ្ងៃហែអង្គកឋិននៅវត្តប្រាសាទនាងខ្មៅដែលមានទីតាំងនៅស្រុកសំរោងខេត្តតាកែវនឹងឯងដោយសារតែខ្ញុំជិះកាត់ទៅឲ្យឃើញមនុស្សអ៊ូអរក៏ខ្ញុំឈៀងចូលមួយផ្លែទៅចូលថតសកម្មភាពក៏ដូចជាផ្ដិតយកទេសភាពថ្ងៃកឋិននៅវត្តប្រាសាទនាងខ្មៅនេះផ្ទាល់តែម្ដងដោយសារតែខ្ញុំក៏រំភើបដែរបងប្អូនដោយសារឃើញពុទ្ធបរិស័ទយើងជាច្រើនបាទទៅវត្តប្រាសាទនាងខ្មៅដើម្បីធ្វើបុណ្យក៏ដូចជាយកត្រៃយកអីផ្សេងទៅចូលរួមជាបច្ច័យផ្សេងហ្នឹងដើម្បីចូលរួមបុណ្យអង្គកឋិននិទាននៅថ្ងៃនឹងឯងបងប្អូនហើយនេះគឺជាថ្ងៃសៅរ៍បងប្អូនហ្នឹងហើយខ្ញុំទៅថ្ងៃសៅរ៍ណាហើយយើងប្រហែលថ្ងៃហើយបើគិតពីម្ដងថ្ងៃដែលខ្ញុំផុសវីដេអូនេះដោយសារតែខ្ញុំទៅមានពេលបានផុសចែកទុកជាអនុស្សាវរីយ៍ឲ្យបងប្អូនទាំងអស់គ្នាមើលក៏ដូចជាបងប្អូនដែលគាត់បានទៅអង្គកឋិនហ្នឹងពេលដែលបានឃើញវីដេអូនេះហើយគាត់បានបន់មួយតង់ហើយដល់ពេលបានឃើញវីដេអូនេះហើយគាត់រំភើបមួយតង់ទៀតទៅគាត់អាចបានបន់មួយតង់ទៀតអញ្ចឹងណាអញ្ចឹងការរំភើបរបស់យើងគឺនឹងទទួលបានបន់គ្រប់ទីគ្រប់កន្លែងដែលយើងរស់នៅមិនថាកន្លែងណាទេឲ្យតែបងប្អូនគិតល្អបាទរំភើបជាមួយនឹងអ្វីដែលបងប្អូនធ្វើបងប្អូននឹងទទួលបានបុណ្យកុសលនឹងឯងដែលគ្រប់ពេលគ្រប់វេលាគ្រប់វិនាទីទាំងអស់គឺសុទ្ធតែបុណ្យហើយនឹងបាបទាំងអស់បុណ្យហើយនឹងបាបគឺអាស្រ័យទៅលើទង្វើដែលបងប្អូនធ្វើការគិតរបស់បងប្អូនគឺពាក្យសម្ដីក៏ដូចជាកាយវិការគ្រប់បែបគ្រប់យ៉ាងហ្នឹងបើសិនជាយើងធ្វើទង្វើល្អកាយវិការល្អគិតល្អនឹងបានបុណ្យបើយើងធ្វើមិនល្អគិតមិនល្អកាយវិការមិនល្អទេនឹងបានបាបហើយបងប្អូនអញ្ចឹងបានន័យថាបាបហើយនឹងបុណ្យគឺដើរទន្ទឹមគ្នាតែម្ដងបងប្អូនអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចខ្លួនបាទកុំសាងអំពើអាក្រក់បាទទង្វើអាក្រក់គិតអាក្រក់ក៏មិនបានដែរបងប្អូនគឺបាបនឹងចូលមកហើយអញ្ចឹងត្រូវគិតល្អទាំងអស់គ្នាណាហើយខំធ្វើបុណ្យទាំងអស់គ្នាហ្នឹងហើយវីដេអូ admin នេះគឺជាវីដេអូដែលចែករំលែកសង្ឃឹមបងប្អូនទាំងអស់គ្នានឹងពេញចិត្តជួបគ្នានៅវីដេអូក្រោយទៀត